មន្ត្រីកម្ពុជាឲ្យដឹងថាអ្នកស្រុកក្នុងភូមិមួយក្នុងខេត្តសៀមរាបបានប្រទះឃើញរណ្ដៅសាកសពរួមមួយកាលពីពេលថ្មីនេះអាជ្ញាធរនិយាយថាគេកំពុងជីករកសំណល់សាកសពជនរងគ្រោះច្រើនរយនាក់ទៀតដែលគេសម្លាប់ក្នុងរបបខ្មែរក្រហមអ្នកបើកគ្រឿងចាក់ជីកដីបានប្រទះឃើញឆ្អឹងនេះនៅថ្ងៃទី30ខែកក្កដាបដិវត្តបង្ហូរឈាមរបស់ខ្មែរក្រហមបានសម្លាប់ខ្មែរ1,700,000 នាក់ពីឆ្នាំ1975ដល់ឆ្នាំ1979ជាយុគខ្មៅងងឹតបំផុតក្នុងសតវត្សទី21នេះគេតម្កល់ឆ្អឹងទាំងនេះក្នុងខ្ទមរងចាំអ្នកជំនាញពិនិត្យកាលពីថ្ងៃអង្គារអ្នកភូមិជួបជុំគ្នានៅទីនេះបួងសួងដល់សាច់ញាតិដែលគេជឿថាស្លាប់ក្នុងរបបខ្មែរក្រហមអ្នកស្រីជាងែកអាយុ47ឆ្នាំនិយាយថាបានស្រាន់ដែលបងខ្ញុំគេយកសម័យពលពតយកមកវាយមកគ្រួសារណាមិនដឹងទីមកវាយកលែងតនេះឬកលែងតណាមកគ្រួសារបងប្អូនខ្ញុំមករីឯអ្នកស្រីឌឿនយឿនបន្ថែមថាមិនដឹងតែបងប្អូនដឹងណាមកទេប្រអីបើចង់មកធ្វើបន់ចូលរួមគេធ្វើថ្ងៃណាចូលរួមគេកាលនោះអ្នកជីកដីនិយាយថាគាត់ឃើញឆ្អឹងពេលគាត់ជីកដីបានជម្រៅ5ម៉ែត្រប្រហែលជាពីចំនួនខ្មែរក្រហមព្រោះតែកាយឃើញមកមានក្បាលខ្លះមានភាគច្រើនគឺជាប់ទៅដោយចំណងចងបិទមុខចំណងនោះមានជាកម្មាហើយនឹងជាអាវហើយជាស្បៃដូចស្បៃមុងរឹងយើងអញ្ចឹងគឺមានចងបិទមុខពីរដ្ឋធានី Washington ខ្ញុំពុនស៊ីសវណ្ណ VOA